មេរៀនជីវិតមនុស្សល្អប្រុសចេះទូមានខ្លួនមនុស្សខ្លះសិក្សាចំណេះដឹងទូទៅបានច្រើនក៏ប៉ុន្មានតែมันបានវឹកហាត់អប់រំទូមានខ្លួនទើបប្រមាណក្នុងការធ្វើការនិយាយនិងការសម្ដែងចេញផ្សេងទៀតការធ្វើការនិយាយនិងការសម្ដែងចេញផ្សេងទៀតរបស់មនុស្សគឺជាការប្រាប់ឲ្យដឹងដល់ការអប់រំទូមានខ្លួនមិនមែនប្រាប់ពីការសិក្សានៅចំណេះដឹងផ្សេងនោះទេមនុស្សយើងបើមិនវឹកហាត់អប់រំទូមានខ្លួនឯងហើយទោះជាអ្នកណាក៏ដោយក៏មិនអាចមកបង្វឹកឲ្យទៅជាមនុស្សល្អបានដែរប្រៀបដូចជាអ្នកពូកែបើកបររថយន្តថាបើរថយន្តខូចទៅហើយនោះនឹងបើកបរយ៉ាងដូចម្ដេចទៅ 2. ធ្វើល្អបានល្អអ្នកណាដឹងអ្នកណាឃើញឬមិនដឹងមិនឃើញក៏ដោយអ្នកណាសរសើរឬមិនសរសើរក៏ដោយបានលៀបបានយុះឬអត់ក៏ដោយសេចក្តីល្អគឺជាការងារដែលត្រូវតែធ្វើព្រោះសេចក្តីល្អគឺជារង្វាន់ដ៏ពិសេសដែលអ្នកធ្វើល្អត្រូវបានទទួលទាន់ពេល 3. បានប្រាក់ខែតែជីវិតត្រូវអស់30ថ្ងៃមានមនុស្សច្រើនអ្នកណាស់ដែលធ្វើការមានប្រាក់ខែហើយតែងតែទន្ទឹងរង់ចាំថ្ងៃដាច់ខែដើម្បីនឹងបានបើកប្រាក់នៅក្នុងសេចក្តីនេះគេមិនបានគិតដល់ជីវិតដែលត្រូវបាត់បង់ទៅអស់30ថ្ងៃនោះទេជីវិតកាន់តែខិតជិតទៅរកសេចក្តីស្លាប់ឬសេចក្តីស្លាប់កាន់តែខិតចូលមកចិត្តបានប្រាក់មកមែនតែជីវិតត្រូវរបេះខាតជីវិតថ្លៃពេកពន្ធមហាសេដ្ឋីមហាមូលធនក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរដល់ពេលស្លាប់គឺស្លាប់ហើយប្រសិនបើធានាបានដោយទ្រព្យអ្នកមានទ្រព្យមិនព្រមស្លាប់ឡើយដូច្នេះជីវិត30ថ្ងៃមិនមែនមានតម្លៃស្មើនឹងប្រាក់ខែនោះទេអ្នកមានបញ្ញាក៏បីសន្សំនៅប្រយោជន៍ទុកដាក់ក្នុងចិត្តសន្តានទើបបានមិនខាតនៅជីវិតដ៏មានតម្លៃនេះ 4. មើលធម្មជាតិក្នុងការសិក្សាបើយើងចេះគិតទាំងមនុស្សល្អទាំងមនុស្សអាក្រក់សុទ្ធតែទុកជាគ្រូរបស់យើងបានទាំងអស់មនុស្សល្អគឺជាតួយ៉ាងឲ្យយើងឃើញថាយ៉ាងនេះល្អគួរបដិបត្តិតាមចំណែកមនុស្សអាក្រក់បានទទួលផលអាក្រក់គឺជាតួយ៉ាងឲ្យយើងឃើញថាយ៉ាងនេះអាក្រក់គួរជៀសវាងឲ្យឆ្ងាយកំហុសរបស់យើងដែលកន្លងទៅហើយក៏អាចទុកជាគ្រូបានដែរគ្រាន់តែសូមកុំឲ្យខុសដល់ដដែលប៉ុណ្ណោះដើមឈើព្រៃភ្នំទន្លេសមុទ្រជាដើមបើយើងចេះសម្លឹងមើលយើងនឹងបាននៅចំណេះដឹងចម្រើនបញ្ញាព្រោះថាធម្មជាតិទាំងអស់សុទ្ធតែបើកបង្ហាញនូវការពិតរបស់ខ្លួន